នៅពេលដែលខ្ញុំបង្ហោះវីដេអូគឺតែងតែមានសំណួរជាច្រើននៅក្នុង comment ថ្ងៃនេះវីដេអូខ្ញុំរៀងវែងបន្តិចដោយសារតែខ្ញុំជ្រើសរើសសំណួរផ្សេងៗនៅក្នុង comment ហ្នឹងមកឆ្លើយជូនបងប្អូនប្រហែលជា2 3សំណួរសំណួរទី1ដែលខ្ញុំជ្រើសរើសគឺគាត់សួរខ្ញុំថាជំរាបសួរអ្នកគ្រូស្បែករបោះហើយកទួលជាប្រចាំអាចមានបញ្ហាលាក់ស៊ីដែរឬទេទៅពេទ្យធំៗមួយចំនួនគេថាឲ្យលាបលេមិនមែនជាបញ្ហាលាក់ស៊ីទេប៉ុន្តែស្នាមចាស់ក៏នៅតបៅថ្មីក៏កើតរហូតដោយក្បាលដែកគោពេញទាំងដៃទាំងជើងទាំងអស់តើមូលហេតុអីគេរឿងនេះគឺយើងអាចគិតរឿងពីរមុខរឿងទី1គេហៅថា demographic urticaria គឺជាជំងឺម្យ៉ាងដែលកោសិកា mast cell នៅនឹងស្បែករបស់យើងហ្នឹងគឺវាធ្វើការជ្រុលខ្លាំងពេកដល់អញ្ចឹងទៅពេលដែលយើងពាក់កៅអៅឬក៏យើងប៉ះឬក៏យើងមានអីក៏ដូចហៅកគីកគ្រូជាប់ជាមួយនឹងស្បែករបស់យើងដូចយើងពាក់កៅអៅរៀងហឹងយើងគេងកម្រាស់ពុករៀងហឹងគឺយើងតែងតែលមាស់ដល់ពេលដែលយើងលមាស់គឺយើងចាប់ដើមអេសអញ្ចឹងទៅវាឡើងកទួលមកដូចប្រទាលតាអាអញ្ចឹងដោយសារតែកោសិកា mast cell ហ្នឹងគឺវាធ្វើការអត់ឈប់អញ្ចឹងការព្យាបាលគឺគេប្រើថ្នាំដើម្បីបង្ក្រាបឬក៏ទប់អាកោសិកា mast cell ហ្នឹងធ្វើយ៉ាងណាកុំឲ្យវាមាន activation ឬក៏វាមានសកម្មភាពលើធម្មតាហ្នឹងវាវាយវាមកទៀបដូចគេធម្មតាហើយបានគេចាប់ដើមផ្ដាច់ថ្នាំអាហ្នឹងប្រសិនបើគាត់មានជំងឺគេហៅថា demographic urticaria អាហ្នឹងពាក់ព័ន្ធជាមួយកោសិកា mast cell ប៉ុន្តែមួយទៀតនៅក្នុង comment នេះគាត់និយាយថាគាត់មានឃើញដូចក្បាលដែកគោលរឿងក្បាលដែកគោលគឺជារឿងមួយទៀតដែលមកពីរឿងមេរោគនៅលើស្បែករបស់យើងស្រាប់ធម្មតានៅលើស្បែករបស់យើងមិនមែនស្អាតទាំងអស់ទេណាស្បែករបស់យើងគឺវាតោងដោយមេរោគមួយឈ្មោះថា Staphylococcus aureus មេរោគហ្នឹងគឺជាទូទៅនៅស្បែករបស់យើងហ្មងអញ្ចឹងអ្នកខ្លះដែលគាត់អត់សូវបានសម្អាតខ្លួនឬក៏ជួនកាលគាត់ទៅប៉ះជាមួយនឹងមេរោគហ្នឹងរៀងច្រើនណាដល់ពេលគាត់ scratch ឬក៏គាត់ប៉ះមិនបន្តិចដូចបើកមុខឲ្យអាមេរោគហ្នឹងចូលក្នុងស្បែកអញ្ចឹងគឺគាត់អាចប្រឈមជាមួយរឿងកើតបោសឬក៏គេហៅថា cellulitis ឡើងក្រហមឡើងប៉ោងឡើងអីចឹងណាប៉ុន្តែក្នុងន័យមួយទៀតអាមេរោគហ្នឹងវាច្រើនហើយស្បែករបស់យើងវាអារបាំងការពារស្បែកអត់សូវបានល្អវាធ្វើឲ្យមេរោគហ្នឹងជ្រាបចូលអញ្ចឹងទៅវាឲ្យឡើងកមឡើងលមាស់ឡើងកទួលដូចក្បាលដែកគោអញ្ចឹងអាចាស់អាជាហើយអាថ្មីមកទៀតហ្នឹងគឺបញ្ហាពាក់ព័ន្ធជាមួយនឹងរឿងគេហៅមេរោគ Staphylococcus aureus អញ្ចឹងការព្យាបាលគឺថ្នាំសាសហើយថ្នាំសាសដែលយើងប្រើហ្នឹងអាចថ្នាំសាសលាបនឹងស្បែកហ្នឹងឬក៏ថ្នាំសាសដែលយើងអាចញ៉ាំចូលតាមមាត់តាមគ្រូពេទ្យជ្រើសរើសឲ្យថាយើងគួរប្រើថ្នាំសាសរបៀបម៉េចកុំទៅផ្សំខ្លួនឯងលេបផ្ដាគួរតែ check ជាមួយគ្រូពេទ្យចូលដល់សំណួរទី2ដែលគាត់សួរខ្ញុំនៅក្នុងវីដេអូពាក់ព័ន្ធជាមួយនឹងរឿងខ្សោយតម្រងនោមហើយគាត់សួរខ្ញុំថាសញ្ញាទាំង4ដែលអ្នកគ្រូនិយាយហ្នឹងគឺខ្ញុំមានមួយគឺនោមបែកពពុះតើខ្ញុំគួរធ្វើយ៉ាងម៉េចប្រសិនបើបងមានលក្ខណៈថានោមមកចេញរៀងបែកពពុះរៀងច្រើនណាបងប្អូនកុំតន់គិតថាបងប្អូនខ្សោយតម្រងនោមឬក៏មានបញ្ហាទឹកនោមបញ្ហាតម្រងនោមអ្វីដែលបងគួរធ្វើគឺទៅពេទ្យសិនហើយគ្រូពេទ្យគាត់នឹងយកទឹកនោមរបស់គាត់ហ្នឹងទៅពិនិត្យមើលតើទឹកនោមរបស់បងហ្នឹងមានសារធាតុប្រូតេអ៊ីនឬក៏សារធាតុអីផ្សេងដែលវាមិនគួរចេញនៅក្នុងទឹកនោមហ្នឹងមកនៅក្នុងទឹកនោមបងឬក៏អត់អញ្ចឹងនៅពេលដែលយើងតេស្តមើលហើយគឺយើងអាចដឹងបានថាតើបងមានបញ្ហាពាក់ព័ន្ធជាមួយតម្រងនោមឬក៏អត់ព្រោះអីសញ្ញានោមបែកពពុះនេះដូចដែលខ្ញុំប្រាប់អញ្ចឹងវាគ្រាន់តែជារោគសញ្ញាទេអញ្ចឹងប្រសិនបើយើងមានមិនសន្មតថាយើងនឹងដឹងតែមានប្រូតេអ៊ីនក្នុងទឹកនោមជាតិសាច់ក្នុងទឹកនោមឬក៏យើងខ្សោយតម្រងនោមទេជាទូទៅគឺជាសញ្ញាមួយដែលយើងគួរចាប់អារម្មណ៍ហើយយើងទៅពេទ្យអញ្ចឹងគ្រូពេទ្យគាត់យកទឹកនោមទៅពិនិត្យទៅគាត់អាចមើលដឹងហើយថាតើគ្រូពេទ្យសង្ស័យទៅលើអីមានសំណួរមួយទៀតគឺគាត់សួរខ្ញុំថាតើមូលហេតុអ្វីដែលធ្វើឲ្យស្ទះសរសៃឈាមមូលហេតុដែលធ្វើឲ្យស្ទះសរសៃឈាមគឺទី1ពាក់ព័ន្ធជាមួយនឹងរឿងឈាមរបស់យើងតែម្ដងកាលណាយើងស្ទះសរសៃឈាមមានរឿងពីរស្ទះដោយសារតែឈាមកកយកទៅញុកនឹងឆ្នុកសរសៃឈាមហ្នឹងឬក៏រឿងមួយទៀតស្ទះដោយសារតែ plaque ដែលន័យថាខ្លាញ់ជាប់ជាមួយនឹងជញ្ជាំងសរសៃឈាមអញ្ចឹងរឿងពីរហ្នឹងគឺបងប្អូនអាចគ្រប់គ្រងបានដោយទី1គឺតាមដានពាក់ព័ន្ធជាមួយនឹងរឿងខ្លាញ់តើខ្លាញ់របស់យើងហ្នឹងលើអត់នៅក្នុងសរសៃឈាមសារធាតុ cholesterol ដូចជាពពុះ LDL ពពុះ triglyceride អីហ្នឹងវាលើខ្លាំងនៅក្នុងសរសៃឈាមដែលវាអាចបង្កទៅជា plaque ធ្វើឲ្យសរសៃឈាមរបស់យើងហ្នឹងវាទៅរង្វង់ទូចជាងមុនដល់អញ្ចឹងទៅវាងាយនឹងប៉ះអីទៅវាដូចឆ្នុកយកទៅញុកសរសៃឈាមហ្នឹងអញ្ចឹងមិនថាសរសៃឈាមបេះដូងឬក៏សរសៃឈាមខួរក្បាលទេទី2ទៀតគឺបញ្ហាគេហៅថាវិបត្តិឈាមអ្នកខ្លះគឺគាត់មានបញ្ហាដែលធ្វើឲ្យឈាមរបស់គាត់ហ្នឹងងាយនឹងកកដល់អញ្ចឹងទៅគឺគាត់ឲ្យមានហានិភ័យខ្ពស់ក្នុងការកកឈាមឲ្យទៅញុកនឹងសរសៃឈាមអ្នកខ្លះគាត់មានជំងឺពាក់ព័ន្ធនឹងរឿងចង្វាក់បេះដូងមួយដែលគេហៅថា AFib ឬក៏ atrial fibrillation ចង្វាក់បេះដូងរបស់គាត់ដើរហ្នឹងគឺវាអត់ស្រួលបាត់គេហៅថាអក្សរ P នៅពេលដែលយើងចាប់ចង្វាក់បេះដូងណាជំងឺប្រភេទហ្នឹងគឺគាត់ប្រឈមជាមួយនឹងរឿងស្ទះសរសៃឈាមបេះដូងហ្នឹងច្រើនមែនទែនដោយសារបេះដូងរបស់គាត់វាមានបញ្ហាកត្រាក់ហ្នឹងដល់អញ្ចឹងទៅវាធ្វើឲ្យឈាមរបស់គាត់ប្រឈមនឹងកំណកឈាមខ្ពស់ដល់អញ្ចឹងទៅអាចឲ្យគាត់ស្ទះសរសៃឈាមកត្តាហានិភ័យផ្សេងទៀតដែលអាចធ្វើឲ្យរឿងស្ទះសរសៃឈាមហ្នឹងទី1គឺទម្លាប់ជក់បរិយទី2គឺជាតិខ្លាញ់ឡើងខ្ពស់ឬ BMI ឬគេហៅថាគីឡូធៀបជាមួយនឹងកម្ពស់របស់គាត់ហ្នឹងលើស25វាធ្វើឲ្យបុគ្គលហ្នឹងគេសិក្សាទៅឃើញហានិភ័យខ្ពស់រឿងស្ទះសរសៃឈាមហ្នឹងទី3បុគ្គលដែលគាត់មានសម្ពាធឈាមលើស120លើ80អាហ្នឹងក៏ធ្វើឲ្យគាត់ជាបុគ្គលម្នាក់ប្រឈមជាមួយនឹងរឿងស្ទះសរសៃឈាមដែរចំណុចមួយទៀតគឺអ្នកដែលគាត់មានជំងឺទឹកនោមផ្អែមឬក៏គាត់មានជំងឺលើសឈាមទាំងអស់ហ្នឹងគឺជាកត្តាហានិភ័យដែលធ្វើឲ្យគាត់ងាយជាមួយនឹងរឿងស្ទះសរសៃឈាមហើយនិយាយខាងលើអញ្ចឹងពាក់ព័ន្ធជាមួយនឹងជាតិខ្លាញ់នៅក្នុងខ្លួនជាតិ cholesterol នៅក្នុងខ្លួនប្រសិនបើឡើងខ្ពស់ក៏ធ្វើឲ្យយើងមានហានិភ័យពាក់ព័ន្ធនឹងស្ទះសរសៃឈាមដែរប្រសិនបើសួរថាហេតុផលជាលក្ខណៈថា cause តែម្ដងតែមកពីអីអាហ្នឹងវាពិបាកបញ្យល់បន្តិចប៉ុន្តែការសិក្សាទូទាំងសកលលោកគឺគេសិក្សាទៅលើហានិភ័យសំខាន់ធំអញ្ចឹងដើម្បីការពារកុំឲ្យមានរឿងស្ទះសរសៃឈាមគឺយើងគ្រប់គ្រងទៅលើហានិភ័យដូចដែលខ្ញុំបាននិយាយខាងលើអញ្ចឹង